សួរស្ដីដល់គ្នាថ្ងៃនេះដែរគឺយើងនឹងធ្វើវីដេអូមួយទាក់ទងជាមួយភាពខុសគ្នារវាង POP3 និង IMAP អញ្ចឹងយើងប្រហែលជាដឹងហើយថា POP3 IMAP ហ្នឹងគឺវាសំដៅទៅលើការ configure ការ set up ជា protocol មួយដែលយើងប្រើជាមួយ email អញ្ចឹងយើងនឹងស្រាប់ហើយពីមុនមក organization មួយចំនួនគឺគាត់ប្រើ POP3 តែ POP3 វា fast វាលឿនជាងវាងាយស្រួលប្រើ offline ជាង IMAP អញ្ចឹងពីពេញរបស់ POP3 យើងដឹងហើយវាជា post office protocol v3 ដែលរាល់ការប្រើប្រាស់ email ហ្នឹងមានន័យថាយើង download email ទាំងអស់ keep នៅលើ device របស់យើងហើយយើងប្រើបានតែមួយ user ទេដែលវាល្អក្នុងមួយ user ដែលយើង download យើង set up វាល្អហើយវា store នៅក្នុង physical machine ដែលយើងកំពុងតែប្រើ វា store local storage ហ្នឹងគឺ store តើតើជាមួយនឹង IMAP គឺពីពេញរបស់វាគេហៅថា internet message access protocol អញ្ចឹង internet message access protocol ហ្នឹងគឺជា protocol មួយដែលយើងធ្វើការ keep email ទាំងអស់ឲ្យវា on the server ហើយវា synchronize ជាមួយនឹង device ច្រើនហើយងាយស្រួលក្នុងការប្រើប្រាស់ទេតែហ្នឹងគឺតើតើមាន internet ដែរអាច synchronize អស់ណាអញ្ចឹងភាពខុសគ្នារបស់ POP3 និង IMAP វាមាន7ចំណុចទាក់ទងជាមួយ feature របស់វាគឺយើងមាន mail storage អញ្ចឹង mail storage គឺ download email ហើយគឺវា on device ប៉ុន្តែចំពោះ IMAP អត់ចឹងទេ IMAP គឺវា keep all email ទាំងអស់គឺវា keep នៅក្នុង server របស់យើងនៅលើ server របស់យើងទី2ទាក់ទងជាមួយនឹង synchronization អញ្ចឹង synchronization POP3 គឺយើងមាន synchronize device តោះតែ download បាទវា keep នៅក្នុង physical machine ចំពោះ IMAP គឺវា synchronize គ្រប់ device ទាំងអស់គឺវាដូចគ្នា synchronize ទាក់ទងជាមួយនឹងចំណុចទី3គឺយើងនិយាយពី server copy អញ្ចឹងយើងនឹងស្រាប់ហើយ server copy ចំពោះ POP3 ហ្នឹងគឺវា optional នៅកន្លែងហ្នឹងហើយទាក់ទងជាមួយនឹង IMAP គឺវា remind នៅលើ server រហូតដល់ការ server copy វា remind នៅលើ server អញ្ចឹងវាថាវាមាននៅលើ server រហូតដល់ពេលដែលយើងមើលហើយយើងលុបវាហើយក៏វានៅលើ server ដែរចំណុចទី4គឺយើងនិយាយពី multi port device អញ្ចឹង multi port device ទៅនឹង POP3 គឺវា full support មែនតើមានន័យថាយើងប្រើ device ច្រើនវាពិបាកក្នុងការប្រើប្រាស់វាអត់ស្រួលទេវាខុសពី IMAP ដោយសារតែវា synchronize ទៅកាន់ server ទៅកាន់ cloud ទាំងរាល់ device ដែល computer ទាំងអស់គឺវាងាយស្រួលការប្រើប្រាស់វា synchronize វាដូចគ្នាទាំងអស់វាអត់មានអីពិបាកប្រើទេហើយតើទៅនឹងចំណុចទី5គឺយើងនិយាយពី folder management អញ្ចឹង folder management នៅលើ POP3 គឺវាមាន limit copy របស់ IMAP វា synchronize អញ្ចឹងគេថា synchronize យើងស្រាប់គឺ full folder ដែលយើង access ហ្នឹងគឺវា full ទាំងអស់ចំណុចទី6គឺយើងនិយាយពី offline access ខុសគ្នា POP3 គឺល្អវិញរាល់ email ដែលយើងមើលយើង download យើង keep នៅក្នុង computer របស់យើងទៅណាក៏យើងបើកបានហើយទៅអត់ internet ប៉ុន្តែចំពោះ IMAP វាអាចធ្វើអញ្ចឹងបានដូចគ្នាប៉ុន្តែអាស្រ័យលើខាច់មានន័យថារាល់ email ដែលគេ send មកតើតែយើងចុច read ហើយវាធ្វើការដូចយើង download ដូចគ្នាតែប៉ុន្តែវាជាខាច់តែ store នៅក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងបានយើងអាច read email នឹងបានហើយពេលខ្លះវាអត់ខាច់វាអត់ full ឬក៏វា error ខាច់អីចឹងក៏យើងអាច read email នឹងបានប៉ុន្តែបើមាន internet អូខេគឺ file ហើយចំណុចទី7គឺយើងនិយាយពី storage usage ចឹង storage usage ទៅនឹង POP3 user ទាំងអស់គឺគាត់ប្រើជា local storage មានន័យថារាល់ email ទាំងអស់គឺធ្វើការ keep download គឺ store នៅក្នុង physical machine របស់យើងវាខុសពី IMAP គឺ store នៅលើ server store អញ្ចឹងរាល់ email ទាំងអស់គឺយើងអត់ភ័យព្រួយទេវាល្អកន្លែងហ្នឹងដែរអញ្ចឹងភាពខុសគ្នាដែល POP3 និង IMAP ប្រើបច្ចុប្បន្នហ្នឹងគឺវាមាន7ចំណុចហ្នឹងហើយស្ដែង Office 365បច្ចុប្បន្នហ្នឹងគឺភាគច្រើនគឺគេប្រើទៅលើ IMAP ច្រើនអញ្ចឹងយើងអត់មានការព្រួយបារម្ភទៅជាមួយ email បានទេគឺវាស៊ីមិនដឹងពីប្រសាទមួយនៃបច្ចេកទេសផ្សេងអូខេបាយបាយ